ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមកហូបមកបង្ហាញជូនបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើជាមួយនឹងប្រហុកឆាហើយសម្រាប់ប្រហុកវិញគឺខ្ញុំប្រើប្រហុកសាច់ប្រភេទប្រហុកសាច់ថៃកាភ្លៀងណាបងប្អូនអញ្ចឹងសម្រាប់រសជាតិគឺឆ្ងាញ់ខ្លាំងមែនតើណាហើយពេលធ្វើហើយគឺវាអត់មានក្លិនឆ្អាបអីណាបងប្អូនចាពោលិសាយើងដាក់គ្រឿងខៅត្រូវអញ្ចឹងណាអញ្ចឹងសម្រាប់គ្រឿងផ្សំគឺខ្ញុំប្រើជាមួយនឹងប្រហុកសាច់ប្រហែលជា2ខាំមានជាមួយនឹងជីនឹងបងហើយដាក់ជាមួយនឹងគល់ស្លឹកគ្រៃខ្ញុំហាន់វាល្អិតបែបនេះហ៎ហើយមានម្ទេសហើយសម្រាប់ម្ទេសខ្ញុំមកបានម្ទេសស្រស់ហើយណាបងប្អូនតែសារហៅអត់មានហើយមានខ្ទឹមសខ្ទឹមក្រហមហើយនឹងជាមួយនឹងក្រូចឆ្មាចាឥឡូវខ្ញុំចាប់ផ្ដើមមកច្រាមប្រហុកសាច់ហ្នឹងទៅហើយសម្រាប់ប្រហុកហ្នឹងគឺយើងត្រូវលាងវាធ្វើម៉េចឲ្យវាស្អាតបានល្អយើងលាងឲ្យវាអស់អំបិលហើយនឹងអស់ដីនៅក្នុងហ្នឹងហើយចាំយើងយកវាមកច្រាមចឹងខ្ញុំច្រាមវាឲ្យរៀងម៉ត់បន្តិចហើយបានខ្ញុំដាក់ជាមួយនឹងគល់ស្លឹកគ្រៃចូលខ្ញុំច្រាមគល់ស្លឹកគ្រៃជាមួយនឹងប្រហុកនឹងឲ្យវារៀងម៉ត់បន្តិចហើយបានខ្ញុំចាប់ផ្ដើមដាក់គ្រឿងក្រៅផ្សេងទៀតចូលចាព្រោះដោយសារគល់ស្លឹកគ្រៃហ្នឹងវារៀងច្រាមតែការពេលយូរដែរហើយអញ្ចឹងខ្ញុំច្រាមដាក់វាមុនគេបង្អស់ហើយបន្ទាប់មកបានខ្ញុំដាក់ជាមួយនឹងខ្ទឹមសហើយនឹងខ្ទឹមក្រហមចូលសម្រាប់ខ្ទឹមសខ្ទឹមក្រហមខ្ញុំហាន់វាស្ដើងបែបនេះហើយដើម្បីនៅពេលច្រាមទៅគឺយើងច្រាមវាបានលឿនអញ្ចឹងណាបើសិនជាយើងហាន់វារៀងធំតិចយើងច្រាមវាទៅវាយូរបងប្អូនចាហើយបន្ទាប់មកបានខ្ញុំថែមជាមួយនឹងម្ទេសអញ្ចឹងសម្រាប់ម្ទេសនេះគឺខ្ញុំប្រើម្ទេសជ្រក់ដោយសារតខ្ញុំដាក់រហូតទិញម្ទេសអត់មានណាបងប្អូនចាដោយសារម្ទេសឥឡូវវាឡើងថ្លៃអញ្ចឹងរហូតពី3តូបវិញនៅតែអត់មានអញ្ចឹងជំរឿសចុងក្រោយគឺមានតែដាក់ម្ទេសនឹងឯងចាហើយបន្ទាប់មកខ្ញុំដាក់គ្រឿងទេសចូលខ្ញុំដាក់តែ2មុខឯងគឺដាក់ស្ករហើយនឹងប៊ីចេងអញ្ចឹងសម្រាប់ស្ករហើយនឹងប៊ីចេងបងប្អូនអាចលើយតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានណាតែនៅក្នុងវីដេអូនេះគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយហើយនឹងប៊ីចេងបន្តិចហើយបន្ទាប់មកទៀតបានខ្ញុំដាក់ជាមួយនឹងជីនឹងប្រងចូលហើយសម្រាប់ជីនេះបងប្អូនគឺយើងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ណាយើងដាក់ជីនឹងហើយយើងច្រាមជីនឹងឲ្យម៉ត់ជាមួយនឹងគ្រឿងក្រៅផ្សេងទៀតជាមួយប្រហុកអីចឹងណាយើងច្រាមវាធ្វើម៉េចឲ្យវាម៉ត់បានល្អណាបានយើងយកទៅញ៉ាំទៅគឺវាចូលជាតិឆ្ងាញ់ចឹងណាបងប្អូនចាឥឡូវសម្រាប់ប្រហុករបស់ខ្ញុំគឺបានហើយខ្ញុំច្រាមវាចូលជាតិហើយសម្រាប់រសជាតិវិញក៏ល្មមណាបងប្អូនចាហើយព្រោះយើងអត់មានថែមអំបិលថែមអីថែមឯងព្រោះដោយសារប្រហុកវាប្រៃស្រាប់ពេកហើយជាចុងក្រោយនេះគឺខ្ញុំចាប់ផ្ដើមច្របាច់ក្រូចឆ្មាចូលសម្រាប់ក្រូចឆ្មាខ្ញុំប្រើចំនួន3ផ្លែសម្រាប់ក្រូចឆ្មានេះក្រូចឆ្មាស្រែបងប្អូនអញ្ចឹងគឺវាទឹកច្រើនអញ្ចឹង3ផ្លែនេះគឺសមល្មមហើយសម្រាប់រសជាតិប្រៃជូរអែមគឺល្មមណាបងប្អូនចាឥឡូវសម្រាប់ប្រហុកឆៅរបស់ខ្ញុំហ្នឹងគឺបានរួចរាល់ហើយណាបងប្អូនចាឥឡូវយើងអាចយកទៅញ៉ាំបានហើយអញ្ចឹងសម្រាប់បន្លែវិញគឺខ្ញុំប្រើជាមួយនឹងកាត់ណាមានជាមួយនឹងទ្រាប់ស្រួយមានពពាយហើយនឹងតសក់ហើយខ្ញុំថែមជាមួយនឹងស្យងចេកដែរបងប្អូនចាហើយសម្រាប់បន្លែវិញតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាហើយប៉ុន្តែបន្លែដែលត្រូវជាងគេហ្នឹងគឺខាត់ណាបងប្អូនចាទៅគឺជ្រលក់ទៅគឺឆ្ងាញ់ខ្លាំងមែនតើណាបងប្អូនចាគឺស្រួយឆ្ងាញ់អញ្ចឹងសម្រាប់បងប្អូនចង់សាកធ្វើញ៉ាំក្លៀនប្រហុកឆៅអីអាចសាកធ្វើវិធីនេះបានណាអរគុណច្រើនបងប្អូន